ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនចាមកវត្តកាន់បិណ្ឌចាគឺបិណ្ឌទី7ចាវត្តនេះគឺស្ថិតនៅក្រោយនឹងប្រាសាទនាង12ចាគឺទល់មុខនឹងវត្តប្រាសាទ7ល្វែងចាទស្សនភាពពេលដែលយើងចូលមកដល់ខាងក្នុងគឺអ៊ូអរកកមែនទែនពុកម៉ែបងប្អូនចាមានពុកម៉ែបងប្អូនយើងគាត់អញ្ជើញមកកាន់វេននិងមកប្រគេនចង្ហាន់ដល់ព្រះសង្ឃគឺច្រើនកកមែនទែនចាដោយថ្ងៃនេះគឺជាថ្ងៃបិណ្ឌទី7នៅទីនេះក៏មានរូបចាព្រះពុទ្ធបដិមាដ៏ធំមួយអង្គចាតម្កល់នៅទីនេះចាដែលព្រះពុទ្ធបដិមាអង្គនេះគឺធ្វើអំពីថ្មភក់ដែលមានទំហំធំមិនចាញ់ទៅនឹងព្រះអង្គងោកចានៅចិត្តប្រាសាទបាយ័ននោះទេចាគឺធំដូចគ្នាអញ្ចឹងដែរពុកម៉ែបងប្អូនចានេះចាកម្ពស់ប្រហែលជា6ទៅ7ម៉ែត្រចាគឺធំមែនទែនចាហើយនៅមុខនឹងព្រះអង្គក៏មានជាការរៀបចាកន្លែងដើម្បីចូលមកអុជធូបថ្វាយបង្គំនិងធ្វើការបន់ស្រន់ចាសុំសេចក្តីសុខសេចក្តីចម្រើនចាចាហើយព្រះពុទ្ធបដិមាអង្គនេះក៏ជាព្រះពុទ្ធបដិមាដែលមានអាយុកាលរាប់រយឆ្នាំដែរពុកម៉ែបងប្អូនចាគឺជាស្នាដៃរបស់បុព្វបុរសយើងដែលបានកសាងបន្សល់ទុកចាសាងសង់ព្រះពុទ្ធបដិមាដែលមានទំហំធំច្រើនមែនទែនចាដើម្បីទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយឲ្យបានចាឃើញនឹងបានគោរពបូជាដល់ព្រះពុទ្ធសាសនាចាប្រសិនបើពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់មកលេងនៅវត្តនេះចាបងប្អូនមកក្រោយប្រាសាទនាង12ចាគឺនៅខាងឆ្វេងដៃចាពុកម៉ែបងប្អូននឹងឃើញហើយចាយើងមើលពីផ្លូវចូលមកគឺឃើញព្រះអង្គដ៏ធំស្កឹមស្កៃនឹងតែម្ដងចាក៏សូមអធិស្ឋានដែរដោយសារតែនាងខ្ញុំបានភ្លេចឈ្មោះវត្តចានេះហើយចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់អញ្ជើញមកចាគឺមកចាក្រោយប្រាសាទនាង12ចាគឺនៅខាងឆ្វេងដៃទល់មុខគ្នាទៅនឹងចាព្រះអង្គ7ល្វែងចាអរគុណច្រើនពុកម៉ែបងប្អូនចាវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរចាសូមអរគុណចាសូមជម្រាបលា